Hello សួស្តីមិត្តៗក្នុងវិស័យ VR ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្ដែងរឿងអន្ទាក់ស្នេហ៍ Mafia តាមមុននឹងចូលទៅកាន់សេះរឿងនេះខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយ follow និងចុច like វីដេអូនេះម្នាក់មួយផងណាហើយសូមអធិស្ឋានទុកមុនដែរបើសិនជាការសម្ដែងរបស់ខ្ញុំវាអត់សូវល្អហើយមើលទៅកន្លែងណារៀងខុសឆ្គងអ្នកនរគ្នាអាច comment ផ្ដល់មតិនៅខាងក្រោមបានអរគុណច្រើនឥឡូវយើងចូលទៅកាន់សេះរឿងរបស់យើងតែម្ដងទៅផ្ដាសាច់រឿងដំបូងគេបានបង្ហាញពីតួកូនស្រីរបស់យើងនេះអូហូយមើលសម្រាប់គេផងចាលក្ខណៈបែប cute girl ហ្មងណាគឺកូនសាក់របស់យើងនេះកំពុងតែធ្វើដំណើរទៅក្នុងក្លឹបរបស់រាជហើយក្លឹបមួយណាគឺថាកូនសាក់របស់យើងគឺទៅជាប្រចាំណាទាំងអស់គ្នាគឺថាគឺជាភ្ញៀវលំដាប់ VIP តែម្ដងណាកូនសាក់របស់យើងបានដើរចូលមកដល់ក្នុងក្លឹបក៏បានបញ្ជាទៅកាន់មេការនៅក្នុងហាងនឹងថាឲ្យទៅប្រមូលក្មេងៗនៅក្នុងហាងនឹងទាំងអស់ឲ្យមកកំដរអារម្មណ៍គាត់បើសិនជាថ្ងៃហ្នឹងពួកគេធ្វើឲ្យគាត់សប្បាយចិត្តបានណាគឺគាត់នឹងមានរង្វាន់ឲ្យមិនត្រឹមតែប៉ុណ្្នឹងទេកូនសាក់របស់យើងបាននិយាយទៀតថាថ្ងៃហ្នឹងគឺគេកក់ហាងទាំងមូលហ្នឹងហើយនិយាយតែប៉ុណ្្នឹងក៏បានដើរចេញទៅចំណែកមេការលើថាគេកក់ហាងអញ្ចឹងគឺសប្បាយចិត្តតែញញឹមបិទមកមិនចិត្តទេក៏ប្រញាប់ទៅចាត់ការតាមអ្វីដែលកូនសាក់របស់យើងបានបញ្ជាមុននឹងតែម្ដងឥឡូវយើងបានបង្ហាញឃើញតួថាប់របស់យើងម្នាក់ទៀតហើយដែលគេមានឈ្មោះថារាយកំពុងតែធ្វើដំណើរមកកាន់ក្លឹបរបស់គេនឹងឯងព្រោះតែគេបានជិះកាត់នឹងហើយក៏ឆ្លៀតចូលមើលក្លឹបរបស់គេបន្តិចទៅប៉ុន្តែពេលដែលចូលមកដល់ខាងក្នុងក៏ស្រាប់តែមានអ្នកបម្រើម្នាក់កាន់កែវស្នាមមិនបានប្រយ័ត្នក៏ធ្វើឲ្យប្រឡាក់កៅរបស់គេអត់រលីងពេលហ្នឹងអ្នកបម្រើម្នាក់ហ្នឹងក៏ប្រញាប់សុំទោសទៅកាន់កូរីរបស់យើងនឹងលឿនព្រោះតែខ្លាចគេនឹងដេញខ្លួនចោលព្រោះតែដឹងច្បាស់ណាស់ថាកូនហ្នឹងគឺធ្វើឲ្យទាស់ចិត្តទីគឺមិនបានទេពេលហ្នឹងកូរីរបស់យើងគឺមុខឡើងមន់តែម្ដងក៏បានដេញឲ្យគេហ្នឹងទៅធ្វើការរបស់គេទៅហើយថ្ងៃក្រោយធ្វើការឲ្យជាប្រយ័ត្នផងនៅពេលដែលនិយាយចាប់ហើយក៏បានដើរចេញទៅពេលដែលដើរចេញទៅនឹងហើយគឺគាត់បានបញ្ជាទៅកាន់កូនចៅរបស់គាត់ហ្នឹងឲ្យទៅជួយរកកៅអៅគាត់មកសម្រាប់ឲ្យផ្លាស់ប្ដូរព្រោះតែឥឡូវហ្នឹងគឺធ្វើកៅអៅរបស់គាត់គឺបានប្រឡាក់អស់ទៅហើយអ្នកបម្រើកូនចៅរបស់គាត់ហ្នឹងក៏បានទៅធ្វើតាមអ្វីដែលចៅហ្វាយរបស់ខ្លួនបានបញ្ជាបន្តិចក្រោយមកក៏បានយកកៅអៅមួយសម្រាប់មកឲ្យកូនរាជរបស់យើងដើម្បីផ្លាស់ប្ដូរអញ្ចឹងទៅពេលហ្នឹងកូនរាជរបស់យើងក៏បានយកមកផ្លាស់ប្ដូរប៉ុន្តែគឺគាត់ដឹងទេថាកៅអៅមួយហ្នឹងគឺជាកៅអៅអ្នកបម្រើនៅក្នុងក្លឹបហ្នឹងលក្ខណៈថាគឺជាប្រុសកំដរអ្នកទាំងអស់គ្នាប៉ុន្តែមានអីពេលដែលកូនរាជរបស់យើងពាក់ទៅគឺសង្ហាដែរតាអ្នកទាំងអស់គ្នាមានតែអន់អីណាដល់ពេលដែលពាក់រួចហើយកូនរាជរបស់យើងក៏ដើរចេញមកប៉ុន្តែក៏បានមកជួបគ្នាជាមួយនឹងកូនស្រីរបស់យើងដែលទៅចេញពីបន្ទប់ទឹកនេះហើយកូនស្រីរបស់យើងឃើញគេស្ទាបពាក់អញ្ចឹងក៏យកច្រឡំបណ្ដោយស្មានតែគេហ្នឹងគឺជាអ្នកបម្រើកំដរនៅក្នុងហាងមួយហ្នឹងពេលហ្នឹងក៏បានចូលទៅបងអាយគេអញ្ចឹងណាហើយក៏បាននិយាយថាថ្ងៃនេះមានប្រុសស្អាតដែរណាហើយមើលទៅក្មេងថ្មីមែនតែឃើញកូរីរបស់យើងអត់មាត់ហើយធ្វើមកឡើងមាំតែអត់ពេញចិត្តទេពេលហ្នឹងកូនស្រីរបស់យើងក៏បានមើលមកគេហើយក៏ញញឹមឡើងមកដែរនិយាយថាអូមើលទៅមុខមាត់របស់ឯងស្អាតណាស់តាបើអញ្ចឹងយប់នេះយើងយកឯងតែម្ដងទៅការភាគមុនណាកូនស្រីរបស់យើងបានយកច្រឡំទៅកាន់អ្នកបងខ្លាំងមែនតើដោយសារតែការស្លៀកពាក់របស់កូនប្រុសរបស់យើងនឹងឯងហើយភាគនេះគឺថាហិចលុយគេឡើងមកបាច់តែម្ដងចំណែកបងពេលដែលឃើញអូនហិចលុយឲ្យអញ្ចឹងគឺមានជាការឆ្ងល់ក៏បានសួរទៅកាន់អូនថាតើឲ្យមកកាន់គាត់មែនមិនហ្នឹងហើយមានឲ្យណាគេទៀតកូនស្រីរបស់យើងក៏បានឆ្លើយវិញទៅថាត្រូវហើយគឺខ្ញុំឲ្យលោកយ៉ាងម៉េចគិតមួយក៏ប្រាក់នឹងគឺបន្តិចខ្លាំងពេកណែកូនស្រីវាមិនត្រឹមតែគឺវាអត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយកូនប្រុសខ្ញុំទេហើយកូនប្រុសយើងហ្នឹងក៏អញ្ចឹងទៀតអត់ប្រំបកស្រាយឲ្យអូនបានដឹងការពិតទេទុកចិត្តទុកឲ្យអូននឹងយល់ច្រឡំអីណានេះហើយតាមមើលមុខអូនភ្លឺដល់ការគិតតែមិនថាគិតអីខ្លះទេហើយក៏អត់ព្រមឆ្លើយតបនឹងសំណួររបស់អូនដែលបានសួរមកដែរដោយចង់ដើរចេញណាប៉ុន្តែកូនស្រីរបស់យើងនេះគឺមានចការទៅស្ទាក់មុខបងអេនៅទាំងអស់គ្នាអត់ដើរលេងគេទេចាប់អារម្មណ៍បងខ្លាំងបើចឹងហើយអត់ព្រមឲ្យបងទៅទេចំណែកបងនៅឃើញអូនស្ទាក់មុខយើងក៏បានសួរថាយ៉ាងម៉េចទៀតហើយពេលណាកូនស្រីរបស់យើងថាម៉េចឬមួយក៏លោកមិនពេញចិត្តក្នុងការទៅកំដរខ្ញុំទេឬមកក៏ទឹកលុយរបស់ខ្ញុំវាមិនដល់ណែទាំងអស់គ្នានិយាយពីថាកូនស្រីយើងនេះខ្លាំងដៃដែរហ្នឹងគឺអត់ចង់ឲ្យបងទៅទេគឺចង់យកបងឲ្យទៅតែបានហ្មងណាអាបងពេលដែលឃើញអូនធ្វើចរិតបែបហ្នឹងក៏បានសួរថាឥឡូវឯងចង់យ៉ាងម៉េចពេលហ្នឹងកូនស្រីរបស់យើងក៏ឆ្លើយថាតើតែឯងព្រមទៅជាមួយនឹងខ្ញុំទៅខ្ញុំព្រមដោះលែងឯងណែទាំងអស់គ្នាចង់ស៊ីស៊ីកូនផងគេអូហើយពេលហ្នឹងកូនប្រុសរបស់យើងក៏បាននិយាយថាគឺខ្ញុំមិនមែនជាប្រុសលក់ខ្លួននោះទេអូគេបកស្រាយដល់គ្នាកូនស្រីរបស់យើងលើអញ្ចឹងក៏សើចឡើងមកថាយ៉ាងមួយក៏ឯងលេងចរិតដល់ណាទៀតមើលតែការស្លៀកពាក់ក៏ដឹងដែរថាឯងនឹងគឺជាប្រុសលក់ខ្លួនអូយម៉ៃគេបានហ្មងកូនស្រីកូនប្រុសយើងនឹងក៏អញ្ចឹងទៀតដោយសារតែនិយាយឲ្យគេអត់ជឿអញ្ចឹងហើយក៏ខ្ជិលបោស្រីច្រើនដែរក៏ចង់ដើរចេញទៅទៀតដែរប៉ុន្តែកូនស្រីរបស់យើងមានចការតែចាប់អាបងយើងមកថើបអូ my god ណាទាំងអស់គ្នាអូហូយកូនស្រីមិនក៏ធ្វើអញ្ចឹងពេលហ្នឹងកូនប្រុសរបស់យើងឡើងស្លាងកាំងមកអត់ដឹងស្មានថាកូនស្រីយើងហ៊ានធ្វើដល់ថ្នាក់ហ្នឹងដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បានសួរឌីដងទៅកាន់អ្នកបងថាយ៉ាងម៉េចមើលតែឯងដូចមិនប្រកែកទេណោះនៅពេលដែលយើងចាប់ថើបបែបនេះអេណាទាំងអស់គ្នាចាប់គេមកថើបហើយនៅជឿសួរឌីដងគេទៀតអស់ហូយអីក៏មិនមែនកូន
កូនប្រុសរបស់យើងនៅពេលដែលឃើញអូនសួរឌឺដងមកការខ្លួនអញ្ចឹងមានណាចាប់អូនមកថាវិញទៀត Oh my god អូយអ៊ីណាកូនប្រុសរបស់យើងក៏បានសួរទៅវិញថាខ្ញុំមិនមែនមានន័យថាខ្ញុំឲ្យឯងថើបយើងដោយ free ទេឥឡូវគេថាមិនជារបស់ free ឥឡូវគេចាប់ថើបដោយ free គឺមានតែការចាប់គេថើបមកវិញអូយអ្នកគ្នាមានជាការសងគ្នាទៅមកអូយអ៊ីណាភាពនេះឥឡូវយើងសម្រេចតែប៉ុណ្្នឹងបានហើយសម្រេចតទៅមកទៀតសម្រេចលេងទៅរួចហើយដោយសារតែអ៊ីនពេកកូនរីរបស់យើងបានចាប់ខ្លួនយកមកខីមាត់ជាលើកទី2គ្នាយើងបន្ទាប់ពីខីហើយធ្វើឲ្យអូននេះមានជាការស្រឡាញ់កាំមិនចេះទឹកអីគ្នាយើងព្រោះតែខ្លួនធ្វើលេងខ្ញុំមិននឹកស្មានថាកូនរីរបស់យើងនេះគឺហ៊ានធ្វើមែនតើណែបញ្ហាប៉ាបានណាកូនស្រីតែប៉ាចាប់កូនរីនេះមួយគឺឲ្យស្បៃឲ្យកូនបន្ទាប់ពីបានខីមាត់អូនហើយមើលទៅពេញចិត្តខ្លាំងគ្នាយើងក៏បានអូនឲ្យអូនទៅបើកបន្ទប់ភ្លាមមកណែគេចង់ធ្វើអីគ្នាហ្នឹងអូយតែគ្នាសាសម័យមើលឥឡូវយើងកាត់សិនពីនៅតាមហ្នឹងហើយយើងសុំចូលមកកាន់តួថ្មីរបស់យើងម្នាក់ទៀតដែលគេមានឈ្មោះថា David អ្នកនរគ្នាគឺជាតួបឋមរបស់យើងដែរហើយកូន David របស់យើងកំពុងធ្វើដំណើរតាមផ្លូវប៉ុន្តែពេលណាក៏ចៃដន្យក៏បានឃើញជាមួយនឹងកូនរបស់យើងម្នាក់ទៀតដែលគេមានឈ្មោះថា Tan ណាគឺជាតួថប់របស់យើងនឹងឯងដែលគេកំពុងតែរត់គេចពីនរណាម្នាក់ដែលកំពុងតែដេញតាមគេណាមើលទៅមានរបួសទៀតគ្នាយើងពេលណាកូនស្រីរបស់យើងគឺបានមើលទៅកាន់គេដោយការអាណិតដែរប៉ុន្តែគិតថាបើសិនជាជួយគេឲ្យគេមិនមែនជាមនុស្សល្អនោះខ្លួនឯងមិនជួបទុកឲ្យទេអីអាលក្ខណៈថាធ្វើល្អបានតអញ្ចឹងណាពេលណាកូនចៅក៏បានសួរដែរថាច្បាយតែយើងគួរធ្វើយ៉ាងម៉េចទៀតពេលណាកូនស្រីរបស់យើងនឹងក៏បានប្រាប់ទៅថៃបើកឡានទៅមុខទៀតទៅកុំខ្វល់អីរឿងរបស់គេទេតែកូនស្រីអីក៏ចិត្តដាច់ម៉ែចំណែកបងនៅពេលដែលឃើញមានឡានមកអញ្ចឹងគឺថាបញ្ញាប់រត់ទៅរកឡានហ្នឹងដើម្បីឲ្យគេជួយណាចំណែកអ្នកក្នុងឡាននេះវិញនៅគ្នាភ័យឡើងម្នាក់ភ្លេចស្លើឲ្យគ្នាយើងឥឡូវកណ្ដាថាភ័យខ្លាចគេជាជនអាក្រក់អីចឹងឬមកក៏ជាចោលអីចឹងណែម្ចាស់ CEO មួយទាំងមូលខ្លាចចោលគ្នាយើងធម្មតារូបសម្បត្តិប៉ុណ្ណឹងដែរខ្លាចចោលតែពេលហ្នឹងកូនស្រីរបស់យើងមើលទៅដូចជាដាច់ចិត្តទេក៏បានបើកទ្វារឡានទៅគ្រាន់តែបើកភ្លាមមកកូនប្រុសរបស់យើងចូលផ្លុកហ្មងណែអត់ចាំស្អែកទេហើយកូនស្រីយើងឡើងភ័យព្រោះតែបើកភ្លាមចូលភ្លាមហ្មងតមកក៏បានទាញទ្វារបាត់ហើយក៏បានប្រាប់ឲ្យកូនស្រីរបស់យើងហ្នឹងបើជាគេបើកឡានទៅមុខទៅបើនៅទៅទៀតហ្នឹងច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខានទេតែពេលលើចឹងហើយអ្នកបើកឡាននោះចាំការទៀតអ្នកគ្នាជន់ប្រាំងលឿនហើយចំណែកអ្នករត់តាមនោះគឺតាមលេងតនៅគ្នាយើងហើយបើយើងមើលទៅកាន់កូនស្រីរបស់យើងក៏មានជាការងើឆ្ងល់ក៏បានសួរទៅកាន់អ្នកបងហ្នឹងទៅថាតើឯងនឹងជាណាគេហើយមិនបានត្រូវបានគេដេញតាមអញ្ចឹងនេះឯងធ្វើរឿងខុសច្បាប់មែនពេលហ្នឹងកូនប្រុសរបស់យើងមានកម្លាំងណាស់តែឆ្លើយគ្នាយើងគឺថាស្លាប់ភ្លាមហ្មងកូនស្រីរបស់យើងឃើញជាឡើងភ័យភ្នែកឡើងស្លើប្រហែលក៏បានប្រាប់ថាអេខ្ញុំតើសួរអីហើយផងមកក៏ស្លាប់បាត់ហើយណែគឺមិនតាន់អាចស្លាប់ប្រយ័ត្នតែឯងស្លាប់ហើយគេចាត់មកកាន់តែខ្ញុំជាអ្នកសម្លាប់ឯងមិនវីវហើយទេឯងសាររឿងរបស់យើងបានកាន់មកនៅក្នុងពេលព្រឹកវិញម្ដងគឺថាកូនប្រុសរបស់យើងដែលមានឈ្មោះថារាជនេះគេបានភ្ញាក់មុនអូននៅចឹងណាដោយសារការប្រយុទ្ធមិញគេលេងធ្ងន់ដៃពេកគ្នាយើងណែការប្រយុទ្ធមិញគេធ្វើអីគ្នាមិនបានធ្ងន់ធ្ងរដល់ថ្នាក់កូនស្រីរបស់យើងស្លាប់ចឹងអូយអ្នកអរគ្នាសម័យមើលថាពីរនឹងធ្វើអីគ្នាយប់មិញពេលហ្នឹងកូនប្រុសរបស់យើងក៏បាននិយាយតាំងទៅកាន់អូនតែអូនកំពុងដេកស្លាប់ហ្នឹងថាសុំទោសផងដែលខ្ញុំលេងការប្រយុទ្ធមិញរៀនធ្ងន់ដៃបន្តិចតែមកពីឯងនឹងអីដែលធ្វើយើងទប់អារម្មណ៍មិនបានព្រោះតែឯងនេះវាគួរឲ្យចង់ស៊ីពិតមែននិយាយហើយក៏បានដើរចូលទៅក្នុងបន្ទប់ទៅបើកអ្នកនរគ្នានិយាយថាពេញចិត្តហ្មងណាប៉ុន្តែអត់មានអាណិតណាដែលកំពុងស្លាប់ទេគ្នាយើអាគ្នានោះស្លាប់មិនដឹងប្រហែលដងទេតែអត់ធ្វើសម័យមើលខ្លួនឯងទេថាពីហ្នឹងកំពុងធ្វើអីហើយដល់ពេលដែលបងនឹងចូលទៅងូតទឹកបានហើយស្អាតតអូននេះក៏បានភ្ញាក់នឹងខ្លួនមកដូចគ្នាណាគ្នាពេលដែលភ្ញាក់មកឬឡើងភ្ញាក់ផ្អើលខ្លួនឯងមែនតើដោយសារតែងើបមកមានសលិបបពាក់ទេមិនតែប៉ុណ្្នឹងទេគឺថាប្លែកមែនតើអត់ដឹងថាខ្លួនឯងនៅកន្លែងណាទេក៏បានមើលជុំវិញខ្លួនណាពេលហ្នឹងក៏ដឹងថាមិនមែនជាបន្ទប់របស់ខ្លួនឯងដែរគឺមានជាការសង្ស័យហើយក៏បានមើលខ្លួនឯងម្ដងទៀតណាស្រាប់តែលន់មាត់មកថាតើការប្រយុទ្ធមិញនោះខ្ញុំធ្វើស្អីគេខ្លះចង្រៃយកនេះមិនក៏មានរឿងបែបនេះទៅកើតដែរកូនសត្វរបស់យើងពេលហ្នឹងក៏បានចង់រត់ចេញពីក្នុងបន្ទប់ហ្នឹងផងដែរប៉ុន្តែគឺថាចុះពីលើក្រែរួចទេគ្នាយើងហើយលក្ខណៈថាឡើងត្រង់ពេញខ្លួនហ្មងមិនដឹងថាការប្រយុទ្ធហ្នឹងបងធ្វើអីខ្លះទេបានទៅចុះពីលើក្រែរួចសោះហ្មងណាកូនសត្វរបស់យើងខឹងហើយមែនតើក៏បានជេរទៅកាន់កូនរបស់យើងដែលនៅក្នុងបន្ទប់ទឹកនោះដែលដឹងថាគេនៅក្នុងបន្ទប់ទេដល់វាថាគឺថាគេចេញទៅក្រៅបាត់អីចឹងណាពេលហ្នឹងក៏បានជេរគេខ្លាំងនឹងស្អីខ្លះទេហាក់ដឹងទេថាបងហ្នឹងមកឈរចកេះស្ដាប់ខ្លួនតាំងពីអង្ការក៏មិនដឹងដែរហើយបងនេះមកឈរចកេះហ្នឹងនិយាយថាអូយចេះរឿងសង្ហាខ្លាំងហ្មងអ្នកអរគ្នាហើយបងណាមានចការហួចចិត្តខ្លាំងមែនតើនេះគេនៅក្នុងបន្ទប់ហើយមិនក៏ស្រែកជេរខ្លាំងម៉េះពេលហ្នឹងកូនស្រីរបស់យើងភ្ញាក់ក៏បានងាកសួរគេថាមកឈរនៅនឹងតាំងពីអង្ការអូយអ្នកអរគ្នាគេឈរឡើងចង់80ម៉ោងទៅចាប់អារម្មណ៍គេតែខ្លួនឯងគេតែបច្ចេគេមានងាកមើលគេនេះ
ก็บอกว่าយើងក៏បាននិយាយថាគេឈរយូរហើយមកល្មមដឹងថាឯងជេរយើងហ្នឹងណាពេលលើកចឹងក៏ស្អីឲ្យយើងមានចការរអៀខ្លួនខ្លាំងណាដល់លក្ខណៈថាជេរគេហើយមិនដឹងធ្វើម៉េចទេក៏បានធ្វើមុខញញឹមដាក់គេណាគ្នាអូយសម័យទឹកមុខកូនស្រីយើងទៅឃើញហើយចង់សើចពេលណាបងក៏បានដើរចូលមកចិត្តអូនណាទាំងចង់កសែងហ្នឹងអ្នកនេះអូយល្វែងលើគឺអត់មានអាវទេនិយាយថាបង្ហាញ six pack ឲ្យអូនឃើញហ្មងណាអូននៅពេលឃើញយើងថាលើកទឹកមកគឺហ្មងណែកំពុងគិតអីទៀតកូនស្រីណែកំពុងចុះទៅលើក្រែរួចផងកំតែអាចគិតអីប្រដេប្រដាកូនស្រីប្រយ័ត្នដើរលេងរួចណាពេលណាបងដើរចុះមកដល់ហើយក៏បានសួរថាយើងមិនឯងមើលយើងនឹងឆ្អែតហើយឬនៅឬមួយក៏មើលមិនតាន់ឆ្អែតទេពេលណាកូនស្រីបើយើងបាននិយាយណាថាអ្នកណាមើលលោកនោះខ្ញុំមិនបានមើលលោកឯងទេប៉ុន្តែគឺខ្ញុំចុះវាមិនរួចណាគ្នាលក្ខណៈថាចង់ឲ្យគេជួយគ្រាខ្លួនដើម្បីយកទៅលើក្រែយ៉ាងណាបើតាអត់និយាយត្រួតបួយចុះមិនរួចគឺជារឿងរបស់ឯងតាមានអីតាក់ទងជាមួយនឹងយើងណែនិយាយថាដៃចិត្តខ្លាំងធ្វើដូចជាអត់មានអីកើតឡើងអញ្ចឹងណាលក្ខណៈថាដឹងថាខ្លួនឯងនឹងធ្វើជ្រុលហើយប៉ុន្តែអត់ព្រមជួយគេទេលក្ខណៈថាបើឈឺគេហ្មងណាគូស្រីយើងលើកចឹងក៏ដើរឆេវប្រហែលក៏បាននិយាយថាមិននិយាយកាលប្រយុទ្ធមិញលោកឯងធ្វើស្អីខ្លះដាក់ខ្ញុំហើយហេតុអីបានជាលោកឯងនិយាយអញ្ចឹងក៏នេះបើយើងបន្តទៅធ្វើបានអូនស្រីឲ្យមកប្រាធំគឺគេអត់មានខ្វល់ទៅកាន់សម្ដីរបស់កូនសាក់របស់យើងនឹងទេនិយាយទៅគឺថាទុកសម្ដីកូនសាក់របស់យើងនឹងគឺជាខ្យល់ហោះកាត់ស្លឹកជាតែម្ដងនិយាយថាប៉ិនសាហាវហ្មងកូនហ្នឹងបន្ទាប់ពីស្ដាប់គេរិះគន់ឬក៏ថាឲ្យខ្លួនហើយណាក៏បានដើរហួសគេទៅបាត់លក្ខណៈថាដើរហួសទៅរកកៅស្លៀកពាក់អញ្ចឹងណាប៉ុន្តែបើងាកមកមើលកូនស្រីរបស់យើងនេះវិញនិយាយថាក្តៅចិត្តខ្លាំងប្រហើយតែមិនអាចធ្វើគេបានទេដោយសារតែចុះពីលើក្រែរួចលក្ខណៈថាចង់ធ្វើបាបគេដែរប៉ុន្តែមិនអាចធ្វើអីបានមានតែទ្រាំសិនទៅបន្ទាប់ពីស្លៀកពាក់រួចហើយក៏រៀបរបស់យើងក៏បានដើរមករកកូនសាក់របស់យើងហើយក៏បានសួរទៅកាន់កូនសាក់របស់យើងទៅថាអង្ការមករៀបចំខ្លួនឬមួយក៏ចង់នៅលើក្រែហ្នឹងជាមួយនឹងគេទៀតអូយលក្ខណៈថាសួរចេញមកហ្នឹងច្រឡើមខ្លាំងមែនតើកូនសាក់របស់យើងក៏បានទៅវិញទៅថាចុះទៅជារបស់យើងអត់មានលឺថាខ្ញុំនិយាយថាមកនឹងខ្ញុំចុះពីលើក្រែរួចទេអីពេលដែលត្រូវបានគេសោកសៀតមកឲ្យវិញអញ្ចឹងនិយាយថាកូនរៀបរបស់យើងនឹងគឺឈរសើចគេតែម្ដងនេះនឹងមានមុខមកសើចខ្ញុំទៀតគ្រប់យ៉ាងមកពីឯងហ្នឹងហើយនិយាយចាប់ភ្លាមមកគឺថាទាញខ្នងហ្នឹងយកទៅគប់គេភុះតែម្ដងអត់ចាំយូរទេហើយខាងប្រុសនេះនិយាយថាគេចង់ងាប់ហើយគ្នាហើយក៏បាននិយាយទៀតថាបើសិនតែឯងនៅតែគប់ទៀតយើងនឹងចាប់ឯងម្ដងទៀតចាក់ជាមិនខានទេលឺអញ្ចឹងភ្លាមគាត់ស្រីរបស់យើងមានចការឈប់ឡើងលឿនតែម្ដងបានផលរបស់គេមិនយ៉ៃបន្ទាប់មកកូនសាក់របស់យើងនេះក៏បាននិយាយទៅកាន់គេទៅថាឆាប់ជួយគ្រាខ្ញុំតិចមកខ្ញុំងើបមិនរួចទេប្រើគេនិយាយសុបអួតតិចមកកូនប្រើគេឲ្យនិយាយសម្ដីអញ្ចឹងណាគេចង់ជួយក៏របស់យើងនៅពេលដែលឃើញថាកូនសាក់របស់យើងប្រើខ្លួនដោយសម្ដីគំរោះគំរើយអត់ផ្អែមល្ហែមអញ្ចឹងនិយាយពីថាគ្រឿនកូនស្រីរបស់យើងខ្លាំងមែនតើក៏បានដើរជួយទៅហើយក៏និយាយថាឯងនិយាយសុំវល់គេហ្នឹងគឺនិយាយតែបែបហ្នឹងមែនអត់ចេះនិយាយតុនផ្លន់តិចទេដល់ពេលលើអញ្ចឹងកូនស្រីរបស់យើងនេះមានចការទាញខ្នើយទៅគប់គេទៀតប៉ុន្តែលើកហ្នឹងគឺថាគាត់បានសម្រេចទេក៏ត្រូវបានកូនរៀបរបស់យើងនឹងចាប់ខ្នើយជាប់ឬក៏បាននិយាយថាបើឯងហ៊ានទៅគប់ខ្នើយមកកាន់យើងទៀតណាលើកនេះយើងមិននិយាយលេងទេគឺយើងធ្វើមែនតានលើអញ្ចឹងភ្លាមគាត់ស្រីរបស់យើងមានចការឈប់ឡើងលឿនតែម្ដងលើកហ្នឹងគឺលែងហ៊ានធ្វើអីប្រេះផ្ដាស់ហើយលក្ខណៈថាគេដឹងពីចរិតម្នាក់ហ្នឹងតិចអញ្ចឹងណាអូយនិយាយថាចេញកតុយមកហើយណាគ្នាមនុស្សមើលហ្នឹងគឺគេឆ្នាំបាយធ្លុះហ្មងណាបន្ទាប់មកកូនរីករបស់យើងនេះក៏បានចាប់លើកកូនសាក់របស់យើងនឹងដើម្បីទៅបន្ទប់ទឹកដើម្បីងូតទឹកអញ្ចឹងទៅពេលហ្នឹងគឺថាកូនស្រីរបស់យើងចាំបកាយដែរតែមិនអាចធ្វើបានទេណាមួយខ្លួនចុះពីលើក្រែរួចមានតែបតាឲ្យគេរៀបចំខ្លួនឲ្យហើយសិនទៅឥឡូវយើងកាត់ពីអ្នកនឹងត្រឹមហ្នឹងហើយយើងចូលមកកាត់ក្នុងមន្ទីរពេទ្យវិញម្ដងបាច់ឆ្ងាយទេថាមិនបានសាច់រឿងចូលមកកាត់មន្ទីរពេទ្យហើយណាគេចូលពេទ្យនោះគឺគ្មានពីណាគេឆ្ងាយពីកូនថែនរបស់យើងទេការពិភាក្សា3មិនកូនថែនរបស់យើងស្លាប់អ្នកនរគ្នាហើយត្រូវបានកូនដេវីតហ្នឹងគឺគេជូនមកមន្ទីរពេទ្យតែម្ដងអូយពេលហ្នឹងគឺថាកូនដេវីតបានភ្ញាក់ដឹងខ្លួនហើយក៏មានចការភ្ញាក់ផ្អើលដែរដែលឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យប៉ុន្តែនៅពេលដែលកលែងមកមើលចុងក្រែក៏បានឃើញជាមួយនឹងវត្តមានរបស់កូនដេវីតដែរពេលហ្នឹងគឺថាកូនថែនរបស់យើងនេះគឺមានចការដេកសម្លឹងមើលមកអូនឡើងភ្លឹកតែម្ដងអូយដូចជាមានការចាប់អារម្មណ៍ទៅកាន់គេខ្លាំងណាស់គ្នាជួបគេលើកទី1ពឹងឲ្យគេជួយខ្លួនប៉ុណ្ណឹងហើយក៏មានចការចាប់អារម្មណ៍គេទៀតពេលហ្នឹងក៏មានចការលោកដៃចង់ទៅប៉ះមុខគេទៀតអ្នកនរគ្នាជ្រាបឱកាសខ្លាំងបណ្ដោយណាប៉ុន្តែពេលហ្នឹងវិច័យដល់អីចាំនឹងកូនដេវីតនេះគឺគេភ្ញាក់ដឹងខ្លួនមកវិញល្មមនៅពេលដែលឃើញអញ្ចឹងគឺមានចការភ្ញាក់តិចដែរដោយសារតែឃើញគេយកដៃមកប៉ះមុខខ្លួនពេលហ្នឹងក៏បានងើបឡើងលឿនហើយក៏បានសួរទៅកាន់គេហ្នឹងទៅថាចង់ធ្វើអីពេលហ្នឹងកូនដេវីតក៏និយាយបបែសាច់រឿងទៅដៃបន្លំកុំឲ្យគេចាប់អារម្មណ៍ថាខ្លួនឯងនឹងកំពុងធ្វើអីចឹងណាតែបាននិយាយថាគឺខ្ញុំចង់ញ៉ាំទឹកប៉ុន្តែខ្ញុំលោកយកអត់ដល់គឺខ្ញុំចង់ដាស់ឯងឲ្យជួយយកទឹកខ្ញុំបន្តិចហ្នឹងណាលើអញ្ចឹងកូនដេវីតក៏បានងាកទៅចាក់ទឹកឲ្យគេផឹកមកកែវទៅលក្ខណៈថាល្បិចមិនធម្មតាទេកូនថែនរបស់យើងនេះបន្ទាប់ពីហុចទឹកឲ្យគេហើយគេក៏បានទទួលទៅបន្ទាប់ពីទទួលផឹករួចក៏ហុចកែវទឹកទៅឲ្យវិញពេលហ្នឹងកូនដេវីតក៏បានចូលសាច់ការតែម្ដងក៏បានសួរទៅកាន់កូនថែនហ្នឹងទៅថាយ៉ាងម៉េចឥឡូវប្រាប់បានហើយនៅថាមានរឿងអីប្រកាសមិនបានជាត្រូវបានគេដេញតាមសម្លាប់អញ្ចឹង
នៅពេលដែលឮដែលកូននិវិតសួរមកខាងខ្លួនអញ្ចឹងកូនថាបើយើងគឺមានជាការនិយាយរបៀបថាចង់ប្រាប់តិចអត់តិចអញ្ចឹងណាព្រោះតែវាគឺជារឿងដែលគាត់អត់ចង់និយាយទេនៅពេលដែលឃើញរកពេលបើគេអត់ចង់និយាយប្រាប់ខ្លួនអញ្ចឹងគឺថាកូននិវិតបើយើងក៏អត់ចង់បខំគេដែរក៏បាននិយាយថាមិនអីទេបើឯងមិនចង់និយាយក៏បានដែរប៉ុន្តែបន្ទាប់ពីនេះគឺខ្ញុំអត់បានមើលឯងទេព្រោះតែខ្ញុំមានការរវល់ដែរបើនិយាយទៅកូននឹងគឺងប់នឹងការងារខ្លាំងមែនទែនដូចបានបញ្ជាក់តាំងពីដំបូងអញ្ចឹងគឺជាមនុស្សម្នាក់ដែលងប់មុននឹងការងារណាអត់ខ្វល់ពីអីទាំងអស់ហ្មងបន្ទាប់ពីនិយាយចោលហើយក៏ចង់ងើបចេញទៅប៉ុន្តែត្រូវបានកូនដេវីតនេះគឺចាប់ដៃជាប់ក៏បានសួរទៀតថានេះខ្ញុំអត់តន់ជាទេឯងអត់នៅមើលខ្ញុំសិនទេឯងពេលហ្នឹងកូនដេវីតក៏បានសួរទៅថាខ្ញុំត្រូវជាអីនឹងលោកបានជាត្រូវនៅមើលថែលោកនោះសាច់ញាតិឬក៏បងប្អូនឬមួយក៏ជាមនុស្សសំខាន់សុទ្ធតែមិនមែនទេហើយហេតុអីបានត្រូវខ្ញុំនៅមើលថែលោកលឺអញ្ចឹងភ្លាមកូនដេវីតនេះនិយាយថាសម្លាក់មុខគេតែម្ដងនិយាយថាអត់ពេញចិត្តទេនៅពេលដែលឃើញគេកាន់ដៃខ្លួនទៀតចឹងណាកូនថាដោយសារដឹងថាគេអត់ពេញចិត្តខ្លួននៅក្នុងការកាន់ដៃអញ្ចឹងក៏ប្រឡែងដៃគេឡើងលឿនហើយក៏បាននិយាយថាសុំទោសប៉ុន្តែគឺខ្ញុំមានរបួសគឺខ្ញុំត្រូវការអ្នកមើលថែហើយឯងគឺជាមនុស្សដំបូងដែលបានជួយខ្ញុំបើសិនជាអាចមើលថែខ្ញុំទេតែឯងចង់ឲ្យនរណាគេមកមើលថែខ្ញុំឬមួយក៏ឲ្យកលិនបឋិជការមកមើលថែខ្ញុំតែខ្ញុំគ្មានប្រាក់បង់ឲ្យគេទេហើយចាឯងបានជួយខ្ញុំហើយជួយឲ្យចាប់ចងចាប់ដើមទៅកុំជួយខ្ញុំបានពាក់កណ្ដាលផ្លូវហើយក៏ទុកខ្ញុំចោលបែបហ្នឹងអីលឺអញ្ចឹងកូនដេវីតបើយើងមានចការហួសចិត្តមែនតើក៏បាននិយាយទៅកាន់គេទៅថាហើយចុះលោកគ្មានគ្រួសារទេអីមិនទេខលហៅគ្រួសារបើលោកឲ្យមកមើលថែទៅយ៉ាងម៉េចឬមួយក៏លោកចង់ឲ្យខ្ញុំបង់ប្រាក់ថ្លៃមន្ទីរពេទ្យថ្លៃមើលជំងឺរបស់លោកទៀតមែននៅខ្ញុំជួយលោកប៉ុណ្ណឹងចាត់ទុកថាសំណាងរបស់លោកហើយអូយសម្ដីគេមិនម៉ាត់ខ្លាំងមែនតើពេលហ្នឹងកូនថាបើយើងគឺមានតែការពេញចិត្តខ្លាំងមែនតើនៅពេលដែលឃើញអូនសម្ដីចេញមករឿងលយអញ្ចឹងណាក៏បាននិយាយថាត្រូវហើយឯងជួយខ្ញុំហើយអញ្ចឹងហើយក៏ជួយខ្ញុំឲ្យចាប់ចង់ចាប់ដើមទៅបើនិយាយរឿងគ្រួសារគឺខ្ញុំគ្មានទេហើយបើមិត្តភ័ក្តិគឺខ្ញុំក៏គ្មានដែរណានិយាយថាបោកគេហ្មងហើយចុះកូនរាជនោះជាណាគេហ่ะមិនមិត្តភ័ក្តិទេមែននិយាយទៅពេលណាគឺថាកូនថាបើយើងហាត់តែចង់ឲ្យគេនៅមើលថែគឺថាហ៊ាននិយាយហ៊ានធ្វើអីគ្រប់យ៉ាងទាំងអស់ហ្មងដើម្បីឲ្យគេជឿទុកចិត្តខ្លួនប៉ុន្តែមើលតែកាយវិការរបស់កូនដេវីតយើងទៅគឺអត់ជឿសោះហ្មងសូម្បីតែបន្តិចក៏អត់ជឿដែរក៏បាននិយាយថាលោកកុំមកបោកខ្ញុំណាខ្ញុំមិនមែនជាក្មេងបឋមឬក៏ក្មេងទៅតែដើរចេះដើរទេមិនក៏លោកនិយាយបែបហ្នឹងមុខលោកហ្នឹងឯងគ្មានមិត្តភ័ក្តិគ្មានគ្រួសារនោះបានហើយកុំរំខានពេលវេលារបស់ខ្ញុំច្រើនទៀតបើសិនជាលោកនៅតែរំខានពេលវេលារបស់ខ្ញុំច្រើនទៀតណាខ្ញុំនឹងចាត់ការលោកជាមិនខានទេគេចង់ចាត់ការយ៉ាងម៉េចហ្នឹងពេលដែលលើអញ្ចឹងកូនថែនរបស់យើងក៏អត់បានខត់គេដែរមានតែឲ្យគេចេញទៅតាមសម្រួលនឹងឯងដោយសារតែដឹងថាខត់គេហើយគឺគេអត់ព្រមនៅជាមួយខ្លួនដែរហ្នឹងហើយណាមួយមានសិទ្ធអីមកខត់គេទាំងដែលអត់ត្រូវជាអីគេផងហ្នឹងទៅតែជួបគេលើកដំបូងសោះហ្នឹងនិយាយពីថាប៉ិនហ្មងកូនហ្នឹងបន្ទាប់ពីកូនថែនបើយើងហ្នឹងបដាយអូនចេញទៅបាត់ហើយពេលហ្នឹងក៏ស្រាប់ទទួលស័ព្ទដែរបើកូនថែនហ្នឹងក៏បានរឡើងមកអ្នកដែលខំមកហ្នឹងគឺគ្មានណាគេឆ្ងាយទេគឺជាកូនរីរបស់យើងនឹងឯងដែលបានខុសសួរទៅថាយ៉ាងម៉េចហើយនេះស្មានតែឯងមកលើកទូរស័ព្ទយើងហើយតើនៅពេលលើអញ្ចឹងកូនថែនក៏បាននិយាយទៅថាគឺមានរឿងតិចតួចឥឡូវហ្នឹងគឺកំពុងតែនៅក្នុងមន្ទីរពេទ្យលើអញ្ចឹងកូនរីរបស់យើងរៀបភ្ញាក់ផ្អើលដែរក៏បានសួរទៅកាន់កូនថែនវិញទៅថាហេតុអីមកនិយាយនៅក្នុងមន្ទីរពេទ្យតែមានរឿងអីកើតឡើង